តថាអ្នកឯងកំពុងតែពាត់ផ្ទះបាទកំពុងតែពាត់ផ្ទះយកដីភូមិរបស់ប្រជាពលរដ្ឋអ្នកឯងកំពុងតែខុសអីព័ត៌មានបន្តិចទៅនឹងស្ថានភាពព្រំដែនហើយយើងឃើញថាថៃគឺបរាជ័យលើកទី1ហើយដែលយើងយោងតាមព័ត៌មានរបស់អ្នកនាំពាក្យភូមិភាគ1របស់ថៃកាលគេសរសេរថាពីថ្ងៃទី17រហូតដល់ថ្ងៃទី26គឺនឹងដាក់កម្លាំងមានតាំងពីកងអ្នកបាញ់ sniper ហើយមានតាំងពីទាហានមានតាំងពីនេះប៉ុន្តែអ្វីដែលជាក់ស្ដែងនេះគឺថៃគ្រាន់តែបានគោយើងទេបាទកន្លងមកដូចថាភូមិភាគ1របស់ថៃគឺថាគេនឹងគេយើងចាប់ប្រជាពលរដ្ឋរបស់យើងនៅភូមិព្រៃច័ន្ទនៅពេលដែលរើបឡាលុះនេះគឺជាអសានវត្តរបស់មេភូមិភាគ1របស់ថៃយោងទៅតាមភ័យផ្លូវការអ្នកចុះអ្នកនាំពាក្យរបស់ភូមិភាគ1របស់ថៃប៉ុន្តែមកទល់នឹងថ្ងៃទី1ខែ10ខែតុលាហើយ2025នេះសម្រាប់ទី1គឺគេហៅថាកងកម្លាំងរបស់យើងមិនប្រើអាវុធទេមិនប្រើអាវុធហើយជាមួយនឹងប្រជាពលរដ្ឋបានរុញច្រានបាទគេថាមិនឲ្យមកដោយការប្រកាសរបស់គេទេប៉ុន្តែយើងឃើញថានៅអភិបាលខេត្តស្រះកែវគឺលោកបានដាក់អសានវត្តស្រះកែវនៅប្រទេសថៃគេបានដាក់អសានវត្តថានៅថ្ងៃទី10ខាងមុខនេះបើសិនជាប្រជាពលរដ្ឋយើងមិនរើផ្ទះសម្បែងនៅលើដែលគេចោទថាជាយកប្លន់របស់យើងហើយមានន័យថាគេប្លន់ទឹកដីយើងហើយពាត់ផ្ទះយកប្រជាពលរដ្ឋមកហើយគេនឹងចោទថាបើសិនជាថ្ងៃទី10នេះមិនព្រមគេនឹងប្រើធរពីធរស្រាលដល់ធរក្តៅថ្ងៃទី10នេះហើយនេះបងប្អូនបានដឹងលិខិតរបស់អាដាមអាបាខេតគឺលោកបានឆ្លើយតបហើយថារបស់ប្រជាជននៃខ្មែរឲ្យខ្មែរទៅណាបាទនេះគឺជាប្រសាសន៍ដ៏ថ្លៃថ្នូរមួយរបស់ខេត្តបន្ទាយមានជ័យបាទមន្ត្រីបាទហើយប៉ុន្តែមកទល់នឹងថ្ងៃទី1នេះស្ថានភាពរបស់អ្នកសុំជួយបងស្ថានភាពយើងមកដូចជាមិនមានអីប្រែប្រួលទេមានមកដែរខាងថៃជាលឹបលើមកមើលថតរូបមកអើតមើលយូរអញ្ចឹងទៅយើងមើលទៅវិញទៅមកអញ្ចឹងទៅបាទហើយយើងឃើញដូចបងប្អូននិយាយអញ្ចឹងគឺគម្រាមគ្រប់បែបយ៉ាងទៅហ៊ានគេចាប់ប្រជាជនយើងថ្ងៃនេះថ្ងៃនោះរហូតដល់ថ្ងៃ26ហ្នឹងគឺគម្រាមធ្ងន់ណាស់ដល់ថ្ងៃនេះមានដំបងសម្រាប់ចាប់មានស្អីគ្រប់បែបយ៉ាងគឺត្រៀមចាប់កាត់ទោសដាក់គុកប៉ុណ្ណេះឆ្នាំទៅនោះឆ្នាំនៅគេយកច្បាប់ប្រទេសគេមកគម្រាមប្រជាជនយើងនៅភូមិជោគជ័យភូមិព្រៃច័ន្ទនេះក៏ប៉ុន្តែដោយសារតែភាពអង្អាចក្លាហានរបស់ប្រជាជនយើងគឺជាពិសេសដោយសារមានកងទ័ពជួរមុខក៏ដូចជាកម្លាំងប៉ូលីសក៏រួមនឹងអាជ្ញាធរគឺបានការពារប្រជាពលរដ្ឋយើងមិនឲ្យការប៉ុនប៉ងណាមួយរបស់ថៃមកធ្វើបាបប្រជាពលរដ្ឋយើងនៅទីនេះបានទេយើងឃើញស្រាប់ហើយឥឡូវអត់មានមកញ៉ៃទេហើយខ្ញុំនៅដូចហ្នឹងទេបើគេមកចាប់ដោយនឹងខ្លួនដែរហ្នឹងចាប់ដោយទាំងអ្នកកសែតពនធួនមកអីទាំងអស់តែគ្នាហ្នឹងបាទអញ្ចឹងយើងមកនេះគឺយើងមកដើម្បីផ្ដិតយករូបភាពផ្ដិតយកព័ត៌មានផ្សាយទៅប្រាប់ពិភពលោកបើសិនជាគេហ៊ានធ្វើបាទប៉ុន្តែធៀបពិតជាក់ស្ដែងគេបានតែគ្រាន់តែយើងអាចនិយាយភាសាខ្មែរមួយម៉ាត់គេថាឆ្កែព្រោះមិនដែលខំកលន់រអាំវាអត់ដែរភ្លាមគេបានតែគំរាមកំហែងអញ្ចឹងគេថាធ្វើឥឡូវទៅហ៊ានធ្វើទៅបរាជ័យមួយហើយគេទាញច្បាយខែមកគម្រាមដល់ថ្ងៃ10មករាទៀតហើយខ្ញុំជឿថាថ្ងៃ10ក៏គេមិនអាចធ្វើបានដែរដោយសារអីប្រទេសយើងមានអធិបតេយ្យភាពថៃច្បាប់ប្រទេសថៃតុលាការថៃអាជ្ញាធរថៃទាហានថៃតម្រួតថៃអនុវត្តបានតែនៅក្នុងច្បាប់ប្រទេសរបស់ខ្លួនទេมันអាចយកច្បាប់ខ្លួនតុលាការខ្លួនទាហានអាជ្ញាធរយកមកអនុវត្តនៅលើដីខ្មែរបានទេបាទព្រោះខ្មែរក៏ជាប្រទេសមួយដែលមានអធិបតេយ្យភាពដែរអញ្ចឹងខ្ញុំគិតថាអសានវត្តដែលខាងរដ្ឋបាលខេត្តស្រះកែវរបស់ថៃនេះសម្រាប់កំហែងនេះគឺគ្មានន័យអីសម្រាប់ប្រជាជនយើងទេហើយខ្ញុំជឿជាក់ថារាជរដ្ឋាភិបាលក៏ដូចជាកងកម្លាំងជួរមុខរបស់យើងនៅទីនេះរួមទាំងអាជ្ញាធរគឺមិនអនុញ្ញាតឲ្យភាគីថៃធ្វើអ្វីតាមអំពើចិត្តទេទោះបីក្នុងតម្លៃណាក៏ដោយគឺដាច់ខាតត្រូវតែការពារប្រជាពលរដ្ឋការពារនៅបូរណភាពទឹកដីយើងបាទនៅលើពិភពលោកយើងនេះវាគ្មានច្បាប់ប្រទេសណាបាទគ្មានច្បាប់ប្រទេសណាដែលយកកងកម្លាំងប្រទេសឯងមកអនុវត្តនឹងហើយតាក់តែងដោយប្រទេសឯងហើយរហូតដល់រំលោភបំពានមកចាប់ជនប្រជាពលរដ្ឋស្លូតត្រង់ដែលជានៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទេវាមិនមានទេហើយខ្ញុំមិនជឿថាដូចជាស្រួលពេកហើយបាទគឺមិនមានទេពីព្រោះខ្ញុំគិតថាពលរដ្ឋកម្ពុជាគឺគោរពច្បាប់បាទកម្ពុជាហើយរីឯថៃ
គឺអ្នកឯងនឹងបងផៃណាមានឡើងចឹងអ្នកឯងច្បាប់កងទ័ពរបស់អ្នកឯងច្បាប់អាជ្ញាសិទ្ធិរបស់អ្នកឯងច្បាប់ប្រទេសរបស់អ្នកឯងមិនអាចមកគំរាមកំហែងអធិបតេយ្យភាពរបស់ប្រទេសមួយដែលមានអធិបតេយ្យភាពមានច្បាប់ទម្លាប់ត្រឹមត្រូវទេបាទអញ្ចឹងហើយមកទល់មកនេះយើងឃើញថាយោធាថៃដែលគេគម្រាមតាំងពីថ្ងៃ17រហូតដល់ថ្ងៃទី26គឺត្រូវបានបរាជ័យអានេះគេហៅថាគេហៅថាវាបរាជ័យមួយបាត់ហើយថាគោយើងបាទប៉ុន្តែមកទល់មកនេះយើងរងចាំ9ថ្ងៃទៀតបាទដូចគេបង្ហោះនៅក្នុងសារព័ត៌មាននៅក្នុង page តិចរបស់ថៃហ្នឹងគេថាយករបស់សៀមហ្នឹងគេថាគេនឹងមានបរាប់ចាប់ខ្មែរយើងគេមានបរាប់ចាប់អាញាសិទ្ធិគេថាបើពលរដ្ឋខ្មែរយើងទៅរើបលាលុះរបស់គេគេនឹងចាប់បញ្ជុំមកដាក់គុកមួយជីវិតអីណានេះគ្រាន់តែការយល់សប្តិហើយសបិនហើយសម័យទេកុំភ្លេចថាអ្នកឯងកំពុងតែពាត់ផ្ទះបាទកំពុងតែពាត់ផ្ទះយកដីភូមិរបស់ប្រជាពលរដ្ឋអ្នកឯងកំពុងតែខុសអីផលច្បាប់បាទដែលធ្វើឲ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិគេកំពុងតែពិនិត្យមើលឃើញហើយថាតើនរណាខុសនរណាត្រូវសម័យនេះមិនអាចយកដុំភ្លើងមកខ្ចប់กระดาษបានទេពីព្រោះគេដឹងទាំងអស់ពិភពលោកគេដឹងហើយយើងមានគេហៅថាអនុព័ន្ធយោធាអាស៊ាន IOT ក៏បានចុះពិនិត្យមកជីវិតមកផងដែរបាទការឃ្លាំមើលពីច្បាប់បទច្បាប់បាញ់គ្នាប៉ុន្តែកម្ពុជារបស់យើងគឺអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននៅបទច្បាប់បាញ់កម្ពុជាគឺចង់បានសន្តិភាពកម្ពុជាស្រឡាញ់សន្តិភាពកម្ពុជាតូចតែគោរពច្បាប់អន្តរជាតិគោរពសិទ្ធិមនុស្សគោរពច្បាប់បាទនៅប្រទេសនេះឥឡូវនេះគឺថាវាកំពុងតែខុសនៅហ្នឹងបាទមានន័យថាដីខ្មែរនេះដែលវាពាត់ជប់ផ្ទះបំពំនៅភូមិជោគជ័យ6ខ្នងនៅនេះ6ខ្នងអ្នកឯងកំពុងតែរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជាហើយឬក៏អ្នកឯងកាន់តែចូលមកដល់បន្ទាត់ក្រហមខាងមុខទៀតរបស់កម្ពុជាមិនត្រឹមតែប៉ុណ្្នឹងទេអ្នកឯងប្រកាសថាច្បាប់អាជ្ញាសិទ្ធិប្រទេសអ្នកឯងច្បាប់របស់ថៃអ្នកឯងត្រូវតែអនុវត្តជាមួយពលរដ្ឋថៃមិនឯងយកខែយកដំបងមកអនុវត្តជាមួយនឹងប្រជាជនស្មូតត្រង់អ្នកឯងចូលមកផ្លន់ទឹកដីកម្ពុជាហើយផ្លន់ផ្ទះសម័យកម្ពុជាហើយអ្នកឯងហ៊ានយកច្បាប់ប្រទេសអ្នកឯងមកអនុវត្តនៅលើទឹកដីកម្ពុជាពលរដ្ឋកម្ពុជាគឺមិនបានចែកខាតមិនព្រមទៅឯកភាពហើយសំថាឡើយយើងពលរដ្ឋមិនព្រមសូម្បីតែរាជរដ្ឋាភិបាលក៏ដូចជាកងទ័ពយើងអាជ្ញាធរយើងក៏បដូរផ្ដាច់ការពីប្រជាជនដែរគឺមិនអាចអនុញ្ញាតឲ្យថៃយកច្បាប់ប្រទេសថៃមកអនុវត្តនៅប្រទេសកម្ពុជាទេរឿងអីកើតឡើងរវាងប្រទេសនិងប្រទេសគេមានតុលាការយុត្តិធម៌អន្តរជាតិគេមានអង្គការសហជីវជាតិគេមានអីយន្តការអន្តរជាតិគេសម្រាប់ដោះស្រាយគេមិនមែនយកប្រទេសនេះមកគ្រោប្រទេសនេះច្បាប់តាមពេលចិត្តតាមការនឹកឃើញទេបាទបើគេធ្វើអញ្ចឹងបានន័យថាពិភពលោកវាគ្មានសម្រាប់ផ្នែកបណ្ណាធិបតេយ្យគឺបង្កើតអង្គការសហជីវជាតិមកធ្វើអីគេបង្កើតតុលាការយុត្តិធម៌អន្តរជាតិធ្វើអីគេបង្កើតតុលាការអន្តរកម្មសង្គ្រាមមកធ្វើអីបាទអញ្ចឹងហើយបញ្ហានេះវាគ្រាន់តែជាការបំផិតបំភ័យញញឹមឲ្យយើងប្រជាជនមានការភ័យខ្លាចអីចាក់ចេញអីប៉ុន្តែអត់ទេប្រជាជននៅទីនេះគឺមានភាពរឹងមាំក្លាហានណាគឺនៅដូចយាមភូមិយាមផ្ទះនឹងរួមជាមួយកងកម្លាំងប៉ូលីសកងកម្លាំងទាហានជួបរបស់យើងតែគាត់ថាចង់បញ្ជាក់បន្តិចថាទាហានយើងកងកម្លាំងយើងជួបមុខបាននេះទៅទាហានតាំងពីមានបទជប់បាញ់គ្នាមកគឺថាគោរពបទជប់បាញ់នេះគឺក្នុងដៃគ្មានកាន់អាវុធទេបាទអត់មានកាន់អាវុធជាតិទាំងអស់បាទគឺគោរពបទបញ្ជារបស់ការដឹកនាំគោរពគោលការណ៍របស់ថ្នាក់លើច្បាស់លាស់គោរពវិន័យច្បាស់លាស់គឺមិនតទៅការញុះញង់បង្កហេតុណាមួយរបស់